គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី2ឥឡូវនេះពួកយើងបានមកដល់ Fuji City ហើយអញ្ចឹងខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅទស្សនាប្រាសាទដែលខ្ញុំប្រាប់បងប្អូនពីវីដេអូទី1បាទបងប្អូនសម្រាប់ផ្លូវដើរឡើងទៅលើប្រាសាទគឺយើងអាចមើលឃើញកន្លែងលក់ការ៉េមលក់អីតិចតួចបាទបើនិយាយទៅប្រាសាទនៅនឹងរៀងខ្ពស់ដែរបាទខ្ញុំដើររៀងហត់ដែរគឺគួរសមដែរអញ្ចឹងជាមួយបងប្អូនទៅមួយខ្ញុំហើយសម្រាប់ថ្ងៃដែលខ្ញុំទៅហ្នឹងគឺថ្ងៃអាទិត្យអញ្ចឹងមានភ្ញៀវទេសចរច្រើនមែនទែនសម្បូរទៅដោយបរទេសហើយក៏ភាគច្រើនខ្ញុំសង្កេតឃើញមានភ្ញៀវទេសចរវៀតណាមក៏ច្រើនដែរបងប្អូនឃើញសម្បូរវៀតណាមច្រើនមែនទែនអញ្ចឹងខ្លងទ្វារខាងមុខនេះគឺជាខ្លងទ្វារតូរីដែលនៅសៀមរាបយើងក៏មានដែរបងប្អូនអាចទៅមើលនៅស្លឹកបាទហើយនេះជាដើរឡើងទៅគេខ្ពស់ដែរបងប្អូនទេសភាពគេស្រស់ស្អាតសិតតែភ្នំភាគច្រើនសម្បូរភ្នំហើយនឹងផ្ទះទូចចឹងយើងបន្តមកទៀតយើងឃើញសត្វឆ្កែហើយពាក់គីម៉ូណូបាទខ្ជូតមែនទែនខ្ជូតគួរឲ្យស្រឡាញ់ចឹងខាងមុខដែលខ្ញុំបង្ហាញបងប្អូននេះគឺជាប្រាសាទមួយដែលនៅជាន់ទី1ដែលយើងសម្រាប់ធ្វើការបន់ស្រន់សុំសេចក្តីសុខឬក៏យើងបន់ស្រន់រឿងរ៉ាវក្នុងចិត្តដែលយើងប៉ងអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់ធ្វើការបន់ស្រន់យើងត្រូវការធ្វើការតម្រង់ជួរជាជួរបាទហើយយើងត្រៀមលុយ$1កាក់$1ឬក៏តាមសទ្ធារបស់យើងភាគច្រើននៅជប៉ុនខ្ញុំឃើញគេពេញនិយមដាក់កាក់$1បន្ទាប់ពីបួងស្រង់ហើយខ្ញុំនាំបងប្អូនមកចាប់អានឹងដូចបូលអានឹងដូចបូលដូចនៅស្រុកខ្មែរយើងអញ្ចឹងនៅពេលដែលយើងចាប់បានហើយយើងមើលថាយើងសំណាងមិនអញ្ចឹងយើងយកហើយយើងយកមកចងដូចគេអញ្ចឹងខ្ញុំឃើញគេចងខ្ញុំចងតាមគេដែរទៅខ្ញុំអត់ច្បាស់ដែរមានកន្លែងចងពីរកន្លែងអញ្ចឹងបងប្អូនអាចចងខ្លួនឯងអញ្ចឹងទៅខ្ញុំចងទៅលះហែកទៀតអើយខ្ញុំធ្វើមុខតែអត់អីទេយើងនៅតែចងបានបាទយើងនៅតែចងបានធម្មតាចឹងហើយបងប្អូនអាចចងហើយក៏បងប្អូនអាចទៅមើលកន្លែងគេញ៉ាំទឹកឬក៏លុបមុខជាមួយនឹងទឹកនេះខ្ញុំមកបានថតជាប់បងប្អូនខ្ញុំបានបន្តឡើងទៅជាន់ទី2បាទដើម្បីទៅមើលប្រាសាទដែលកម្រងយើងគឺយើងមកទស្សនាប្រាសាទហ្នឹងហើយបងប្អូនអញ្ចឹងគឺមានភ្ញៀវទេសចរច្រើនមែនតែសីតុណ្ហភាពក៏ត្រជាក់ដែរបងប្អូននៅលើហ្នឹងគឺត្រជាក់សីតុណ្ហភាព3ខ្ញុំទៅថ្ងៃអាទិត្យហ្នឹងសីតុណ្ហភាព3បងប្អូនអញ្ចឹងយើងរងនៅចាំថតរូបរំបានថតរូបគឺយូរដែរបងប្អូនយើងស្ទះមនុស្សទៅច្រើនមែនតើស្ទះខ្លាំងអញ្ចឹងថតហើយគឺយើងចុះពីលើប្រាសាទមកវិញខ្ញុំចាំមើលខ្ញុំតម្លាក់រូបភាពឲ្យបងប្អូនមើលពេលចុះមកដល់ក្រោមហ្នឹងខ្ញុំកំងឲ្យញ៉ាំតិចតួចចង់ភ្លក់រសជាតិនៅតំបន់ហ្នឹងខ្ញុំកំងដាតគោសាច់គោហើយនឹងមឹកនិយាយទៅគឺសម្រាប់ខ្ញុំសាច់គោឆ្ងាញ់តែបានដាតគោយ៉ាងស្វិតខំអត់ដាច់ទេហើយមឹកគេឆ្ងាញ់រសជាតិអាចទទួលយកបានជំរឿមឹកគេនៅហ្នឹង$15ហើយសាច់គោគឺមួយចង្កាក់$10បងប្អូនសាច់ចង្កាក់មិញដែលខ្ញុំថតមុននឹងឲ្យបងប្អូនមើលហ្នឹងគឺមួយចង្កាក់$10អញ្ចឹងគាត់តែ3ចង្កាក់$35បងប្អូនថ្លៃគួរសមដែរហើយស្ទ្រូប៊េរីក្រែមហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនអញ្ចឹងគឺមានតែប៉ុណ្្នឹងឯងគួរសមយើងថ្លៃដែរអញ្ចឹងនេះគឺវីដេអូត្រឡប់ទៅផ្ទះវិញខាងតាមផ្លូវគឺសុទ្ធតែព្រិលបងប្អូនគឺព្រិលកន្លែងណាក៏ព្រិលដែរអញ្ចឹងត្រជាក់ដែរបងប្អូនហើយពេលធ្វើថ្ងៃខ្ញុំឃើញខ្ញុំបានថតបងប្អូនមើលខ្ញុំឃើញមានសត្វក្តាន់រត់ពេញផ្លូវឯដែរគឺនឹងគឺគេអភិរក្សដែរបងប្អូនសត្វនៅហ្នឹងគឺគេអត់បរបាញ់ទេគឺមានកន្លែងបរបាញ់គេផ្សេងអញ្ចឹងទៅបើតាមព្រៃអញ្ចឹងគឺគេអត់សម្លាប់វាទេអញ្ចឹងវីដេអូខ្ញុំគឺវីដេអូទី2គឺអស់ហើយគឺមានតែ2វីដេអូប៉ុណ្ណឹងឯងអញ្ចឹងអរគុណបងប្អូនអរគ្នាតាមដានទស្សនានៅពេលដែលខ្ញុំមានអីថ្មីអាប់ដេតជូនខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនទស្សនាលេងពីទេសភាពពីការរស់នៅនឹងតើគេធ្វើគេខ្លះតែសម្រាប់ខ្ញុំទៀតសោតគឺខ្ញុំអត់តន់បានមករស់នៅពេញលេញទេខ្ញុំមកក្នុងទេសចរទេក្នុងនាមជាទេសចរ90ថ្ងៃអញ្ចឹងទៅគឺចប់90ថ្ងៃក៏ទៅវិញដូចគ្នាដែរបាទអរគុណបងប្អូនទាំងអស់គ្នា